Ok,ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូបានមកធ្វើវីដេអូម្ដងទៀតហើយគឺថ្ងៃនេះផងដែរគឺអ្នកគ្រូលើកយកមេរៀនតាក់ទងជាមួយនឹងច្បាប់ទី1 thermodynamic ចំពោះសិស្សថ្នាក់ទី12នេះជាការចែករំលែកអញ្ចឹងបងប្អូនទាំងអស់គ្នាអាចចូលរួមទស្សនាហើយនឹងធ្វើការរៀនសូត្រពីវាអូខេអញ្ចឹងតាក់ទងជាមួយនឹងលំហាត់ដែលអ្នកគ្រូលើកយកមកទី1គឺយើងអានប្រធានតារាលគឺអានឲ្យយល់អាចនឹងម្ដងពីរដងឬក៏យ៉ាងតិចបំផុតក៏បានម្ដងឬពីរដងដែរអូខេអញ្ចឹងនៅក្នុងលំហាត់នេះផងដែរគឺទី1ក៏គេឲ្យយើងថាធីតារត់ហាត់ប្រាណតាមបណ្ដោយឆ្នេរសមុទ្រដោយបានបំពេញនៅកំមន់ 14.3 គុណនឹង10ស្វ័យគុណ5សូលនិងបញ្ចេញកម្ដៅ 3.8 គុណនឹង10ស្វ័យគុណ5សូលគេឲ្យយើងកណនាបំរែបំរួលថាមពលក្នុងរបស់នាងចំណុចខបើនាងបដូរពីរត់មកដើរវិញនោះនាងបញ្ចេញកំមន់បាន 1.2 គុណនឹង10ស្វ័យគុណ5សូលនិងថាមពលក្នុងថយចុះ 2.6 គុណនឹង10ស្វ័យគុណដក5សូលតើក្នុងពេលដើរធីតាធ្វើកំមន់ប្រមាណសូលអូខេអញ្ចឹងបន្ទាប់ពីយើងអានប្រធានរួចស្រេចហើយយើងធ្វើការស្រង់បំរាបមកអូខេអញ្ចឹងអ្នកគ្រូស្រង់បំរាបបានទី1គឺ W គឺគេថាដោយនាងបានបំពេញកំមន់ 14.3 គុណនឹង10ស្វ័យគុណ5សូលអញ្ចឹងមានន័យថានៅក្នុងចំណុចនេះគឺគេបានបញ្ជាក់ថានាងធ្វើកំមន់អញ្ចឹងនៅពេលដែលនាងធ្វើកំមន់គឺកំមន់របស់យើងគឺមានសញ្ញាបូកខេបន្ទាប់មកយើងស្រង់បានគុយស្មើនឹងដក 3.8 គុណនឹង10ស្វ័យគុណ5សូលអញ្ចឹងយើងអាចដាក់សញ្ញាដកនេះបានដោយសារតែគេបានបញ្ជាក់ថានាងបានបញ្ចេញកម្ដៅអញ្ចឹងចំពោះបរិមាណឬក៏ថាមពលកម្ដៅរបស់យើងនៅពេលដែលស្រូបគឺមានសញ្ញាបូកនៅពេលដែលបញ្ចេញគឺមានសញ្ញាដកអញ្ចឹងយើងត្រូវតែបន្ថែមសញ្ញាដកមកចំណែកឯចំណុចខអ្នកគ្រូស្រង់បានគុយស្មើនឹងដក 1.2 គុណនឹង10សេគុណ5សូលអញ្ចឹងដដែលទេគឺថាមពលកម្ដៅគឺនាងបានបញ្ចេញអញ្ចឹងនៅពេលដែលនាងបានបញ្ចេញគឺយើងត្រូវដាក់សញ្ញាដកខេនិងថាមពលក្នុងថយចុះអញ្ចឹង data អ៊ុយរបស់យើងជាថាមពលក្នុងមិនខុសគ្នាជាមួយនឹងគុយទេថាមពលក្នុងរបស់យើងគឺមាន2ដូចគ្នាទី1គឺនៅពេលដែលវាកើនឡើងគឺមានសញ្ញាបូកនៅពីខាងមុខប៉ុន្តែមានមួយទៀតគឺថយចុះគឺត្រូវតែមានសញ្ញាដកយើងត្រូវចាំណាកន្លែងហ្នឹងយើងត្រូវចំណាំខ្លួនឯងបើសិនជាវាកើនគឺមានសញ្ញាបូកតែបើសិនជាវាថយចុះគឺមានសញ្ញាដកអញ្ចឹង data អ៊ុយរបស់យើងគឺដក 2.6 គុណនឹង10ស្វ័យគុណ5សូលអូខេតោះអញ្ចឹងយើងទៅដោះស្រាយលំហាត់នឹងទាំងអស់គ្នាខេទី1ក៏យើងធ្វើកមុនគឺគេឲ្យយើងកណនាបំរែបំរួលថាមពលក្នុងរបស់នាងខេអញ្ចឹងដើម្បីកណនារថាមពលក្នុងរបស់នាងគឺយើងត្រូវប្រើតាមច្បាប់តៈអូខេតោះអញ្ចឹងយើងទៅដោះស្រាយលំហាត់នឹងទាំងអស់គ្នាអូខេនៅចំណុចកគេឲ្យយើងកណនាបំរែបំរួលថាមពលក្នុងរបស់នាងអញ្ចឹងដើម្បីរកបំរែបំរួលថាមពលក្នុងរបស់នាងយើងគួរតែប្រើប្រាស់រូបមន្តអ្វីអញ្ចឹងនៅក្នុងនេះគេប្រាប់កំមន់ហើយនឹងថាមពលកម្ដៅហើយគេសួររកបំរែបំរួលថាមពលក្នុងអញ្ចឹងយើងអាចប្រើតាមច្បាប់ទី1 thermodynamic គឺគុយស្មើនឹង W បូកជាមួយនឹង data អ៊ុយប៉ុន្តែដោយសារតែនៅក្នុងប្រធាននៅចំណុចកនេះគឺគេសួររក data អ៊ុយអញ្ចឹងយើងត្រូវតែទាញរក data អ៊ុយមកអញ្ចឹង data អ៊ុយយើងទុកនៅកន្លែងដដែលបន្ទាប់មកយើងទុក data អ៊ុយនៅកន្លែងដដែលហើយយើងបោះគុយមួយអង្គខាងនេះអញ្ចឹងគុយW ហើយបែមែនណា
ok តាអញ្ចឹងយើងទៅដោះស្រាយលំហាត់ទាំងអស់គ្នាចំណុចកគេឲ្យយើងកណនីបំរែបំរួលថាមពលក្នុងអញ្ចឹងនៅក្នុងប្រធានរបស់យើងនៅចំណុចកនេះគឺគេប្រាប់ W ហើយនឹងគុយហើយគេសួរ data អុយអញ្ចឹងអ្វីដែលយើងយកមកប្រើគឺត្រូវតែប្រើច្បាប់ទី1 thermodynamic គឺច្បាប់របស់យើងគឺរូបមន្តគុយស្មើនឹង W បូកជាមួយនឹង data អុយអញ្ចឹងដោយសារតែក្នុងប្រធានរបស់យើងគឺគេសួរ data អុយអញ្ចឹងយើងទុក data អុយនៅកន្លែងដដែលយើងបោះ W អង្គខាងនេះមកអញ្ចឹង W នៅពីមុខវាសញ្ញាបូកឆ្លងកាត់សញ្ញាស្មើត្រូវបដូរសញ្ញាទៅជាសញ្ញាដកអញ្ចឹងយើងអាចសរសេរបានថានាំឲ្យ W នាំឲ្យ data អុយរបស់យើងគឺស្មើនឹងគុយដកជាមួយនឹង W ហើយអញ្ចឹងគុយយើងស្គាល់ W យើងស្គាល់យើងជំនួសចូលមកដោយប៉ុន្តែមុននឹងយើងជំនួសយើងដោយសិនមក W របស់យើងស្មើតម្លៃប៉ុណ្នេះចំណែកគុយរបស់យើងស្មើតម្លៃប៉ុណ្នេះអញ្ចឹងយើងជំនួសចូលមក data អុយរបស់យើងស្មើនឹងដក 3.8 គុណដល់សេគុណ5ដកឲ្យ 14.3 គុណដល់សេគុណ5អញ្ចឹងយើងយកសញ្ញាដកនិងសញ្ញាដកគុណបញ្ចូលគ្នាយើងបានបូកអញ្ចឹងយើងយកតម្លៃ 14.3 បូកនឹង 3.8 មកយើងឃើញ 18.1 ចំណែកឯសញ្ញាដកនៅពីខាងមុខអញ្ចឹងយើងយកតាមសញ្ញាលេខដែលធំគឺ 14.3 ធំជាង 3.8 នៅពីមុខ 14.3 គឺមានសញ្ញាដកអញ្ចឹងយើងត្រូវដាក់សញ្ញាដកអញ្ចឹងយើងដូចនេះមក data អុយរបស់យើងស្មើនឹងដក 18.1 គុណនឹង10សេគុណ5សូលហើយនៅចំណុចកយើងមានតែប៉ុណ្ណឹងតោះយើងចូលដល់ចំណុចខមួយទៀតអញ្ចឹងគេសួរថាតើធីតាដើរហ្នឹងកំពុងធ្វើកំមន់ប្រមាណសូលអញ្ចឹងដើម្បីកណនារកកំមន់យើងប្រើច្បាប់ទី1 thermodynamic ដដែលគឺគុយរបស់យើងគឺស្មើនឹង W បូកជាមួយនឹង data អុយអញ្ចឹងដោយសារតែក្នុងនឹងគឺគេឲ្យយើងកណនាកំមន់គឺគេសួររក W អញ្ចឹងយើងត្រូវទាញរក W អញ្ចឹងបើទាញរក W យើងទុកនៅដដែលយើងបោះ data អុយមកអង្គខាងនេះអញ្ចឹង data អុយនៅពីមុខវាសញ្ញាបូកនៅពេលឆ្លងកាត់សញ្ញាស្មើត្រូវបដូរសញ្ញាទៅជាសញ្ញាដកអញ្ចឹងយើងអាចសរសេរបានថា W ស្មើនឹងគុយដកឲ្យ data អុយហើយអញ្ចឹងយើងដោយមកគុយរបស់យើងគេបានប្រាប់មកហើយគឺបញ្ចេញកំណៅអញ្ចឹងត្រូវមានសញ្ញាដកចំណែក data អុយរបស់យើងគឺវាថយចុះអញ្ចឹងថយចុះក៏ត្រូវប្រើសញ្ញាដកដូចគ្នាដែរស្មើនឹងដក 1.2 គុណដល់សេគុណ5ចំណែកឯសញ្ញាដកយើងទុកនៅដដែលកតាដោយសារ data អុយរបស់យើងមានសញ្ញាដកយើងដាក់កតាមកតបមកយើងបូកដកលេខមកអញ្ចឹងសញ្ញាដកគុណនឹងសញ្ញាដកយើងបានបូកគុណនឹងដកយើងបានដកអញ្ចឹងយើងយក 2.6 ដកនឹង 1.2 មកយើងឃើញ 1.4 អញ្ចឹងយើងយកតាមសញ្ញាលេខដែលធំអញ្ចឹងដកគុណនឹងដកយើងបានបូកអញ្ចឹង 2.6 វាធំជាង 1.2 អញ្ចឹងនៅពីមុខសញ្ញានៅពីមុខលេខ 2.6 គឺមានសញ្ញាបូកដោយសារយើងយកដកគុណនឹងដកយើងមិនបានបូកអញ្ចឹងយើងចម្លើយរបស់យើងក៏ចេញសញ្ញាបូកដែរអញ្ចឹងដោយសារគេបានបញ្ជាក់ថាគេសួរថាតើនាងធ្វើកំមន់ប៉ុន្មានអញ្ចឹងធ្វើកំមន់ក៏បានបញ្ជាក់ដែរនៅពេលដែលនាងធ្វើកំមន់គឺត្រូវចេញសញ្ញាបូកអញ្ចឹងចម្លើយយើងក៏ត្រូវចេញសញ្ញាបូកជាចម្លើយត្រឹមត្រូវអញ្ចឹងយើងដូចនេះមក W របស់យើងស្មើនឹង 1.4 គុណនឹង10ស្វ័យគុណ5សូលអញ្ចឹងអ្នកគ្រូមានតែប៉ុណ្្នឹងឯងហើយអរគុណសម្រាប់ការតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ហើយបើសិនជាគ្នាយើងមានអ្វីឆ្ងល់អាចតម្លែងនៅក្នុង comment បានហើយចង់ឲ្យអ្នកគ្រូធ្វើវីដេអូពីលំហាត់តាក់ទងជាមួយនឹងមេរៀនអ្វីក៏នេះយើងអាចតម្លែងនៅក្នុង comment របស់យើងអ្នកគ្រូនឹងមើលហើយនឹងធ្វើវីដេអូចែករំលែកបន្តទៀតអរគុណសម្រាប់ការតាមដានវីដេអូមួយនេះហើយកុំភ្លេចជួយចុច follow ហើយនិង like comment ផងណាបាយបាយជួបគ្នានៅវីដេអូក្រោយ